tôi nhận được tiền lì xì may mắn. Tôi nhận được tiền lì xì may mắn. ខ្ញុំទទួលបានលុយអាំងប៉ាវតិអ៊ីសំណាងល្អ ខ្ញុំទទួលបានអាំងប៉ាវតិអ៊ីសំណាងល្អ chúng ta đi chùa cầu bình an. chúng ta đi chùa cầu bình an. ពួកយើងទៅវត្តដើម្បីបន់ស្រន់សុំសេចក្តីសុខ ពួកយើងទៅវត្តដើម្បីបន់ស្រន់សុំសេចក្តីសុខ chợ hoa Tết chợ hoa Tết វាតេតូននៅវៀតណាម ពាក្យ chợ hoa Tết nó វា chợ នោះផ្សារ hoa នោះផ្កា Tết ហ្នឹងគឺចូលឆ្នាំ អញ្ចឹងសរុបឡើងវិញពេលដែលចិត្តចូលឆ្នាំមុនចូលឆ្នាំ15ថ្ងៃណាមុនចូលឆ្នាំ15ថ្ងៃឬក៏កន្លែងមួយចំនួនអាចមុនចូលឆ្នាំត្រឹមតែមួយអាទិត្យណាមួយអាទិត្យទៅពីរអាទិត្យគឺគេនឹងរៀបចំកន្លែងហ្នឹងដើម្បីលក់ផ្កាលំអណាលក់ផ្កាលំអគឺភាគច្រើនគេលក់តាមចិញ្ចើមផ្លូវយើងនៅស្រុកខ្មែរមានខ្លះមួយកន្លែងខ្លះមួយចំនួនដែលវាទលាអញ្ចឹងគេយកផ្កាហ្នឹងមកលក់តាមដងផ្លូវឬក៏ក្បែរផ្សារឬទីប្រជុំជនណាដែលមានកន្លែងទលាយណាអញ្ចឹងគេហៅកន្លែងហ្នឹងថាchợ hoa Tết វាមិនមែនជាផ្សារដែលលក់ផ្កាជារៀងរាល់មានថាលក់ពេញមួយឆ្នាំទេគឺសម្រាប់តែពេលចិត្តចូលឆ្នាំណាអញ្ចឹងគេប្រើពាក្យថា chợ hoa Tết ប៉ុន្តែបើករណីប្រើពាក្យថាchợ hoa ហ្នឹងមានផ្កាផ្សារដែលមានលក់ផ្កាអញ្ចឹងផ្កាទូទៅដែលយើងលក់ឧទាហរណ៍ថាផ្សារទូទៅយើងគឺមានលក់ពេញមួយឆ្នាំអញ្ចឹងណាតែchợ hoa Tết សំដៅទៅលើពាក្យ Tết មានន័យថាលក់តែសម្រាប់ពេលមុនចូលឆ្នាំមួយអាទិត្យទៅពីរអាទិត្យណាអញ្ចឹងគេហៅchợ hoa Tết. Dạ với lại cái từ chợ hoa Tết này trong tiếng Khmer thì không có cái phong tục là chợ hoa Tết nhé, nên mình chỉ có cái từ gọi là giải thích thôi cho họ biết là mình có một cái chợ hoa Tết đó. Rồi chợ hoa Tết rất đông đúcផ្សារផ្កាបុណ្យចូលឆ្នាំផ្សារផ្កាបុណ្យចូលឆ្នាំមានមនុស្សច្រើនកុះករផ្សារផ្កាបុណ្យចូលឆ្នាំមានមនុស្សច្រើនកុះករផ្សារផ្កាបុណ្យចូលឆ្នាំមានមនុស្សច្រើនកុះករ